ស្ដេចថៃរាមាទី10ទ្រង់មានប្រសាសន៍ពីរោះខ្លាំងណាស់ដោយទ្រង់ចង់ឲ្យប្រទេសរបស់ទ្រង់មានសេចក្តីសុខចម្រើនតរៀងទៅតែទ្រង់មានដឹងទេថាទ្រង់ចូលរួមគំនិតបង្កការឈ្លានពានមកលើទឹកដីកម្ពុជាកំទេចប្រាសាទបុរាណខ្មែរបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាមានដូចជាស្ពានថ្នល់មន្ទីរពេទ្យវត្តអារាមសាលារៀនមណ្ឌលសុខភាពនិងប្រជាពលរដ្ឋកម្ពុជាភាសឹករាប់ម៉ឺននាក់មិនត្រឹមតែប៉ុណ្ណោះកងទ័ពចៅរបស់ទ្រង់ចូលលួចសពសារពើលួចខ្ទេចលួចខ្ទីលួចទាំងមន់លួចទាំងទាចានដៃចានជ័រកង់ម៉ូតូឡានសូម្បីតែសណ្ដែកដីក៏កងទ័ពចៅរបស់ទ្រង់ដកយកទៅមិនទុកដែរនិងកងទ័ពចៅរបស់ទ្រង់បានពាត់បន្លាលួដាក់កុងទីន័រវាទីយកស្រេចតែចិត្តមិនដឹងដីគេនៅត្រង់ណាដីខ្លួនឯងនៅត្រង់ណានោះទេហើយទ្រង់ចង់ឲ្យប្រទេសថៃរបស់ទ្រង់បានសេចក្តីសុខតែទ្រង់ធ្វើឲ្យពលរដ្ឋកម្ពុជារងទុក្ខវេទនាហើយសូមបញ្ជាក់ផងដែរថាបើទ្រង់មិនដោះស្រាយឲ្យសមហេតុសមផលនោះទេឬក៏ទ្រង់ចង់ឲ្យប្រទេសថៃរបស់ទ្រង់ជាប់ឈ្មោះជាចៅប្រវត្តិសាស្ត្រ